8 ខែដើមឆ្នាំ2025ភ្ញៀវទេសចរសង្ហបុរីមកទស្សនាកម្ពុជាកើនឡើង 3.7% នៅក្នុងរយៈពេល 8 ខែដើមឆ្នាំ2025នេះភ្ញៀវទេសចរសង្ហបុរីមកទស្សនាកម្ពុជាមានចំនួន 29,120 នាក់កើនឡើង 3.7% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2024នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោកហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរជាមួយលោកអាល់វិនតានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មក្រសួងវប្បធម៌សហគមន៍និងយុវជននៃប្រទេសសង្ហបុរីនាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរអាស៊ានឆ្នាំ2025កាលពីថ្ងៃទី29ខែកញ្ញារដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជាសង្ហបុរីបានកត់សម្គាល់និងវាតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរកម្ពុជាសង្ហបុរីដែលសម្រេចបាននាពេលកន្លងមកនិងមានទស្សនៈរួមគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យបានកាន់តែស៊ីជម្រៅដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀតសូមបញ្ជាក់ជូនថានៅឆ្នាំ2024ភ្ញៀវទេសចរសង្ហបុរីមកកម្ពុជាមានចំនួន 45,895 នាក់កើនឡើង 4.6% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2023ដោយឡែកក្នុងរយៈពេល 8 ខែដើមឆ្នាំ2025នេះភ្ញៀវទេសចរសង្ហបុរីមកទស្សនាកម្ពុជាមានចំនួន 29,121 នាក់កើនឡើង 3.7% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024